សម្រាប់ពុកម៉ែបងប្អូនប្រមូលផលរួចគឺពុកម៉ែបងប្អូនបានលាងសម្អាតដើមរួចតទៅពេលបន្ទាប់ពីលាងសម្អាតដើមរួចជំហានបន្ទាប់ទី2គឺពុកម៉ែបងប្អូនត្រូវធ្វើការកែសម្រួលប្រព័ន្ធឬក៏សម្រួលដីដើម្បីឲ្យដីយើងធូរឲ្យឬយើងចេញពលក់ឬថ្មីដើម្បីចាប់យកសារធាតុចិញ្ចឹមដែលយើងដាក់ទៅផ្ដល់ទៅដល់ឬចាប់បញ្ជូនទៅដល់ស្លឹកដល់ដងដើមបញ្ជូនជាអាហារផលិតជាទួយលើកទី1តែលក្ខខណ្ឌដែលយើងត្រូវការកែសម្រួលដីគឺដោយសារតែដំណាំតរៀនរបស់ពុកម៉ែបងប្អូនយើងប្រើពពួកសារធាតុជីដែលធ្វើឲ្យស្ងួតតែកសកាឬអញ្ចឹងយើងគឺត្រូវការចាំបាច់កែប្រែប្រព័ន្ធឬឡើងវិញដើម្បីឲ្យវាចេញពលក់ឬថ្មីបែបនេះដើម្បីចាប់យកសារធាតុចិញ្ចឹមដែលយើងដាក់ទៅឬក៏យើងព្យាបាលជាមួយនឹងកសកាឬដែលខូចដែលស្ងួតអញ្ចឹងយើងត្រូវការកែប្រែប្រព័ន្ធឬនឹងសារថ្មីដើម្បីឲ្យវាចេញពលក់ឬថ្មីបែបនេះចាប់ជីដែលយើងដាក់ទៅវាស៊ីលឿនសម្រាប់ពុកម៉ែបងប្អូនម្ចាស់ចការគឺយល់ហើយសម្រាប់ការប្រើប្រាស់នេះបើម្ចាស់ចការខ្លះគាត់ហៅថាដោះសោឬក៏ដោះបាក់ក្លោប៉ុន្តែបើសិនជាពុកម៉ែបងប្អូនអត់ប្រើបាក់ក្លោជើងក្រោមពុកម៉ែបងប្អូនប្រើបាក់ក្លោខាងលើខាងក្រោមនេះយើងហៅថាកែសម្រួលប្រព័ន្ធឬក៏សម្រួលដីដើម្បីឲ្យចេញពលក់ឬថ្មីចាប់យកសារធាតុចិញ្ចឹមដែលយើងដាក់ទៅអញ្ចឹងសម្រាប់ផលិតផលស្ដេចដំរីខៀវខាងប្អូននេះមានរូបមន្តតែងាយបំផុតតែពីមុខទេទី1គឺប្រើជាមួយនឹងហុយមិចបងប្អូននោះគឺហៅឈ្មោះថាដំរីរីករាយចំនួន2គីឡូបូកជាមួយនឹងដំរីកម្ចាត់បាក់តេរី1គីឡូសារធាតុពីមុខនេះគឺយើងលាយជាមួយទឹក1000លីត្រគឺពុកម៉ែបងប្អូនយកបាញ់ចេញពីគល់រហូតដល់ទៅចុងសញ្ញាមេឃជុំវិញឲ្យសពដើម្បីជួយបន្តកសកាឬថ្មីសម្រាប់ពពួកបាក់តេរីអត់ប្រយោជន៍ក្នុងដីបង្កើនគុណភាពដីឲ្យធូរតែធ្វើឲ្យយើងចេញពលក់ឬថ្មីចាប់យកសារធាតុចិញ្ចឹមដែលយើងដាក់ហ្នឹងបានលឿនបញ្ជូនទៅដល់ដងដើមដល់ស្លឹកសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការប្រើប្រាស់ជាមួយនឹងផលិតផលខាងប្អូនអាចតាក់ទងជាមួយនឹង Page ស្ដេចដំរីខៀវឬក៏អាចតាក់ទងជាមួយនឹងខ្ញុំផ្ទាល់បាទសីហាសម្រាប់លេខទូរស័ព្ទគឺ015 50 30 93សូមអរគុណ